សួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានៅក្នុងថ្នាក់ភាសាអង់គ្លេសបាទថ្ងៃនេះខ្ញុំមានមេរៀនមួយទាក់ទងជាមួយនឹង grammar so to either and neither បាទអញ្ចឹង either neither ណាឬក៏មួយទៀតគេហៅថា either neither ក៏បានដែរបាទអញ្ចឹងអត់អីទេ sound វា pronunciation មានពីរណាហើយខ្ញុំសូមអាន either និង neither បាទអញ្ចឹង so to either and neither គឺ we use for agree or disagree ចឹងគេប្រើវាដើម្បីក្នុងការយល់ស្របនឹងមតិនរណាម្នាក់ឬក៏បដិសេធនឹងមតិរបស់នរណាម្នាក់ប៉ុន្តែតកតងជាមួយនឹង either ជាមួយនឹង neither either គឺមានន័យថាមួយសិនពីក្នុងមេរៀនទៅមុខទៀតគឺនិយាយអំពីមួយណាក៏បានណាអីក៏បានដែរប៉ុន្តែ neither នេះគឺមួយណាក៏មិនបានណាបើយើងនិយាយពីតែវាប៉ុន្តែដោយសារថ្ងៃនេះគឺយើងនិយាយរៀនអំពី so to either និង neither បាទអញ្ចឹងមាន so to ដូចគ្នាតោះឥឡូវយើងមើលform របស់ខ្ញុំសិនហើយខ្ញុំនឹងអានទាក់ទងជាមួយនឹង so to បញ្ជាក់ឲ្យអ្នកនរគ្នាណាតោះជាង form we use so am I ឬក៏ I am too so do I do too to agree with positive statement ណាយើងតើកន្លែងនេះបងនៅចាំទេបាទអ្នកនរគ្នានៅចាំទេ agree មានន័យថាយល់ស្របបាទយល់ស្របទៅលើមតិរបស់នរណាម្នាក់អញ្ចឹងគឺប្រើ so am I so do I ឬក៏ I am too ឬក៏ I do too គឺសម្រាប់ទៅ agree advice របស់នរណាម្នាក់ណាតោះអញ្ចឹងយើងមើលឧទាហរណ៍របស់ teacher I am a fan of science fiction movie ណា I am ខ្ញុំបាទខ្ញុំគឺជា fan អ្នកគ្រប់គ្រងក្នុងសាច់រឿងវិទ្យាសាស្ត្រម្នាក់ដែរអូខេអញ្ចឹងបើសិនជាមិត្តភ័ក្តិរបស់ខ្ញុំដែលស្ដាប់ខ្ញុំនោះគេយល់ស្របនឹងខ្ញុំអញ្ចឹងគេអាចនិយាយថា so am I ខ្ញុំក៏ដូចតារាឯងដែរអូខេអញ្ចឹងខ្ញុំនិយាយថា I am a fan of science fiction movie ខ្ញុំគឺជាអ្នកដែលគ្រប់គ្រងមែនទែនទៅលើរឿងបែបវិទ្យាសាស្ត្រអញ្ចឹងពូម៉ាក់របស់ខ្ញុំបាទឈ្មោះអីផ្សេងឈ្មោះកអញ្ចឹងគាត់និយាយថា so am I បាទខ្ញុំក៏ដូចតារាឯងដែរអញ្ចឹងហេតុអីបានកន្លែងនេះគេប្រើ so am I បាទគេហៅថា like am នេះគេហៅបើមែនតើទៅគេហៅថា auxiliary verb បាទគឺជាកិរិយាសព្ទជំនួសណាតើឥឡូវ am គឺមកពីអីណាអញ្ចឹងកន្លែងនេះគឺមានពីរដែរណាមួយទៀតគឺយើងអាចនិយាយថា I am too បាទអញ្ចឹង so នៅពីមុខ to នៅពីក្រោយគេហៅថា so after to before ណាតោះអញ្ចឹងដោយសារតែនៅក្នុង sentence របស់ teacher គឺ teacher ប្រើ verb to be នេះណាដោយសារតែ teacher ប្រើ I am អត់មើលបញ្ចូលនឹងមាន verb អត់មានទេអញ្ចឹងនៅកាលណាដែលអត់មាន verb នៅលើ sentence ខាងលើអញ្ចឹងចម្លើយខាងក្រោមក៏គេប្រើ verb to be មកដូចគ្នាបាទ so am I អញ្ចឹងទៅឬក៏ I am too ខ្ញុំក៏ដូចតារាឯងដែរតោះកន្លែងហ្នឹងតោះបើសិនជាយើងបដិសេធជាមួយនឹងមតិយោបល់នៅលើរបស់តារានេះពួកខ្ញុំអ្នកនិយាយខ្ញុំឈ្មោះតារាមែនទេអញ្ចឹងបើសិនជាមិត្តភក្តិខ្ញុំបដិសេធណាគាត់និយាយថា oh I'm not តែខ្ញុំអត់ដូចតារាឯងទេ I like comedies បាទគឺខ្ញុំអត់ដូចតារាឯងទេគឺខ្ញុំចូលចិត្តមើលរឿងបែបកំ pl ទៅវិញបាទអញ្ចឹង comedy ដោយសារតែវាឆេង y time is វាគឺជាពហុវចនៈណា plural អីចឹងតែcomedy បែបច្រើនសាច់រឿងច្រើនអីចឹងទៅអញ្ចឹង I like comedy ហើយកុំឲ្យថាឈើធ្លាប់រៀនដល់ដល់ឈើកន្លែងនេះមាន s អត់ដាក់ s បានទេដោយសារតែយើងប្រើ I ណាអញ្ចឹងយើងលុបវិញបញ្ជាក់ម្ដងទៀតso am I ជាមួយនឹង so do I គឺខុសគ្នាត្រង់ថាមួយគឺមានverb to be មួយគឺមាន verb នៅក្នុងប្រយោគខាងលើមានន័យថា main sentence មានប្រយោគដើមតោះឥឡូវយើងចង់ឲ្យច្បាស់ទៀតយើងមើលប្រយោគទី2 I like to sit in the front row បាទ I like to sit in the front row អញ្ចឹងតើប្រយោគនេះមាន verb ដែរឬទេល្អណាស់អញ្ចឹង verb នៅទីណា like គឺជា verb មែនទេអូនបាទ I like to sit ខ្ញុំគឺចូលចិត្តអង្គុយនៅខាងមុខបាទមានន័យថាជួរខាងមុខ row front row អញ្ចឹងបើសិនជាមិត្តភ័ក្តិរបស់ខ្ញុំឈ្មោះកហ្នឹងគាត់ចង់អង្គុយដូចខ្ញុំដែរគាត់ស្របជាមួយនឹងខ្ញុំដែរគាត់ positive មួយខ្ញុំគាត់ agree with ខ្ញុំអញ្ចឹងគាត់និយាយថា so do I ហេតុអីមិនគាត់មិនប្រើ so am I so am I លេងកើតហើយដោយសារតែមាន like ព្រោះខ្ញុំនិយាយពាក្យ verb នៅខាងមុខដែរ subject plus verb ណាអញ្ចឹង so do I ឬក៏គាត់អាចនិយាយមួយទៀតបានថា I do too ខ្ញុំក៏ចង់ធ្វើដូចអ្នកឯងដែរធ្វើដូចអ្នកណាធ្វើដូចតារានេះធ្វើដូចខ្ញុំនេះតោះមួយទៀតបើសិនជាពួកម៉ាក់ខ្ញុំអត់ចូលចិត្តធ្វើដូចខ្ញុំទេ negative
មានអ្នកគាត់អត់ធ្វើដូចខ្ញុំទេគាត់បដិសេធ really really I don't I prefer back row មានន័យថាពិតអត់ថាតារាចូលចិត្តអង្គុយខាងមុខអូខ្ញុំអត់ដូចអ្នកឯងទេខ្ញុំអត់ដូចតារាឯងទេគឺខ្ញុំចូលចិត្តអង្គុយនៅជួរខាងក្រោយវិញណា prefer ស្មើនឹង favorite ណាស្មើនឹងចូលចិត្តណាបាទអញ្ចឹងគាត់ចូលចិត្តហើយអញ្ចឹងមានន័យថាប្រយោគហ្នឹងបដិសេធមួយខ្ញុំបាទបដិសេធហើយកន្លែងនេះគឺអត់អាចប្រើ am not បានទេដោយសារតែអីដោយសារតែខ្ញុំប្រើដំបូងគឺ like មានពាក្យ verb នៅក្នុងហ្នឹងអញ្ចឹងបែងចែកឲ្យច្បាស់បើសិនជា main sentences របស់យើង main sentence របស់យើងគឺអត់មាន verb ដូច្នេះអ្នកដែលឆ្លើយគឺ so am I ឬក៏ I am too ណាបើសិនជាមាន verb នៅក្នុងហ្នឹង verb ឲ្យតែ verb នៅក្នុងហ្នឹង subject បូក verb subject បូក verb គឺយើងប្រើ so do I ណាឬក៏ I do too តោះអញ្ចឹងម្ដងទៀត we use so am I so I am too ឬក៏ so do I do too to agree with positive statement តោះឥឡូវយើងមកមើលតកតងជាមួយនឹង column ទី2 column ទី2ក៏មិនខុសគ្នាណាស់ណាដែរដែលយើងបញ្ចូលរួមបញ្ចូល neither and either មកបាទអញ្ចឹងនៅក្នុងនេះក៏អត់ខុសគ្នាប្រហែលដែរតើគាត់ថានៅក្នុងនេះគឺបែបជា negative ច្រើនជាងតោះឥឡូវយើងមើល I'm not usually late for movie I'm not អញ្ចឹងមើលនៅក្នុងនេះគឺបដិសេធហើយណាបដិសេធហើយព្រោះដោយសារវាមាន not តើនៅក្នុងនេះមាន verb អត់ no verb ព្រោះដោយសារនៅក្នុងនេះគឺប្រើ I am not usually អញ្ចឹងមានន័យថា I បូកជាមួយនឹង verb to be រួចទៅហើយបាទខ្ញុំគឺមិនដែលយឺតទេខ្ញុំជាធម្មតាខ្ញុំអត់យឺតក្នុងម៉ោងមើលម៉ោង movie ហ្នឹងទេក្នុងរឿងហ្នឹងឥឡូវចាក់ម៉ោង5ខ្ញុំទៅតាំងពីម៉ោង4អីចឹងទៅមកទៅមើល4កន្លះ4:45អញ្ចឹងទៅអញ្ចឹងយើងថា I'm not usually late for movie អញ្ចឹងមកពួកម៉ាក់ខ្ញុំនោះបាទគាត់ដូចខ្ញុំដែរកន្លែង neither កន្លែងនេះគាត់និយាយ neither ក៏ពិតមែនវាស្មើនឹង negative ក៏ពិតមែនព្រោះថា negative ស្របជាមួយនឹង not អញ្ចឹងប្រយោគហ្នឹងគឺស្របគ្នាហើយ neither am I បាទអត់អាចប្រើ neither do I ទេដោយសារតែអត់មាន do ផងអត់មាន verb ផងណាចា៎ neither am I ខ្ញុំក៏ដូចតារាឯងដែរខ្ញុំក៏អត់ទៅយឺតដែរវាអញ្ចឹងអូនណាតិចច្រឡំថាគាត់បដិសេធនឹងខ្ញុំ no am not either មែនថាខ្ញុំក៏ដូចតារាឯងដែរខ្ញុំមិនទៅយឺតទេរៀបអញ្ចឹងតោះបាទតោះអានេះបដិសេធវិញពួកម៉ាក់ខ្ញុំហ្នឹងមកបដិសេធរហូតមួយទៀតអូ I am នេះ I am បញ្ជាក់ឲ្យបញ្ច្រាស់ជាមួយនឹងmain sentence របស់ខ្ញុំមែនទេប្រយោគដើមពួកប្រយោគដើមនេះបដិសេធថាខ្ញុំអត់អាចទៅយឺតម៉ោងទេប៉ុន្តែពេលនេះគាត់មកគាត់ថា I am I always ណា I always late មែនទេ I always late នេះមានន័យថាទេខ្ញុំអត់ដូចតារាឯងទេណាខ្ញុំយឺតយ៉ាងហោចដល់ម៉ោង5កន្លះដែរបានមកដល់អញ្ចឹងគាត់យឺតប៉ុន្មាននាទីហើយគាត់យឺត30នាទីហើយសួរតែខ្ញុំ I am not usually late for movie ខ្ញុំអត់បានយឺតទេណាតែមិត្តភក្តិរបស់ខ្ញុំគាត់និយាយអញ្ចឹងមែនប៉ុន្តែគាត់យឺតណា I am always late តោះទី2 I don't buy popcorn នេះខ្ញុំ I don't buy popcorn ទៅដល់រោងគាត់នេះខ្ញុំប្រាប់ថាខ្ញុំមិនបានទិញ popcorn ផងណាអញ្ចឹងពួកម៉ាខ្ញុំនោះក៏អត់បានទិញដែរបើឡៃទៅបន្ទប់ទឹកគាត់និយាយថា neither do I neither do I neither do I ខ្ញុំអត់បានទិញដែរឡៃទៅបន្ទប់ទឹក good you got it okay I don't either បាទ I don't either with you okay ដល់ពួកម៉ាក់ខ្ញុំនេះដែលគាត់មកយឺទៅបាទគាត់មកយឺគាត់បានទិញគាត់និយាយថា I do I do ខ្ញុំបានទិញរួចហើយ and I always get a soda ហើយខ្ញុំក៏បានទិញសូដាមកផងដែរអញ្ចឹងប្រយោគមួយនេះ neither teacher សូមបញ្ជាក់ណា neither កន្លែងនេះគឺបើបដិសេធពីព្រោះដោយសារតែប្រយោគខាងលើគឺ done រួចទៅហើយណាអរគុណច្រើនអញ្ចឹងមេរៀនរបស់ teacher នៅក្នុងថ្ងៃនេះគឺបង្ហាញពី so to either and neither បង្ហាញពី agree ឬក៏ disagree បាទអរគុណច្រើនយើងនឹងជួបគ្នានៅក្នុងសប្តាហ៍ក្រោយ